បាទអរុនសុស្ដីបងប្អូនទាំងអស់គ្នាថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025អញ្ចឹងអាកាសធាតុនៅមីមុតនេះយើងចាប់ផ្ដើមត្រជាក់ហើយមួយថ្ងៃនេះត្រជាក់ធ្លាក់ខ្យល់អញ្ចឹងថ្ងៃនេះខ្ញុំមកតាមដានចំការនៅខាងសង្គមមានជ័យនៅមូសាំងឃីងជាង200ដើមនៅសង្គមមានជ័យបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមាន tip បន្តិចទាក់ទងនឹងការគៀបត្រួយយ៉ាងម៉េចឲ្យមានប្រសិទ្ធភាពណាគ្រូចុងក្រោយនេះហើយការចែកបែបនេះខ្ញុំចែកលេខបន្តពីលោកគ្រូអានទាំងដងទេព្រោះខ្ញុំអត់មានជាអ្នកបច្ចេកទេសទេខ្ញុំគ្រាន់តែជាអ្នកផ្សព្វផ្សាយទេអញ្ចឹងខ្ញុំនឹងបកស្រាយបន្ថែមអ្វីដែលលោកគ្រូអានទាំងដងគាត់បានបង្រៀនខ្ញុំហើយគាត់បានពឹងខ្ញុំនឹងឲ្យជួយបកប្រែបន្តដោយសារតែភាសាខ្មែរពាក្យខ្លះគឺគាត់និយាយអត់បានអញ្ចឹងគាត់មានផលវិបាកគាត់ក៏ឲ្យតែឲ្យខ្ញុំនិយាយបញ្យល់បងប្អូនបន្តអញ្ចឹងតោះចូលរួមទាំងអស់គ្នាវីដេអូនេះសម្រាប់បងប្អូនដែលមួយចំនួនតិចទេតែគាត់មិនទាន់ដឹងទាក់ទងនឹងការគៀបត្រួយយ៉ាងណាដើម្បីមានប្រសិទ្ធភាពហើយសម្រាប់បងប្អូនខ្លះគាត់ក៏បានដឹងហើយគាត់ធ្វើតរៀនយូរឆ្នាំហើយគាត់ដឹងហើយថាស្លឹកប៉ុណ្ណាបានគាត់អាចគៀបឬក៏មិនគៀបដើម្បីឲ្យវាមានប្រសិទ្ធភាពអញ្ចឹងសម្រាប់បងប្អូនកសិករថ្មថ្មីលោកគ្រូគាត់បានឲ្យកលឹះខ្លះទាក់ទងនឹងការគៀបត្រួយសម្រាប់ត្រួយនៅពេលដែលបងប្អូនចង់គៀបវាបងប្អូនត្រូវមើលវាចាប់ពីត្រួយហ្នឹងវាដែលបងប្អូនហៅថាត្រួយចុងក្រោយដែលបងប្អូនឈប់ផលិតត្រួយហ្នឹងវាចាប់ផ្ដើមលាបាន2ស្លឹកវាចាប់ផ្ដើមលាបាន2ស្លឹកហ្នឹងគឺបងប្អូនត្រូវប្រើរូបមន្តពេលការខ្ពស់ហើយតាំងពីក្នុងមកនិយាយទៅត្រួយចុងក្រោយគឺយើងចាប់ផ្ដើមប្រើរូបមន្តពេលការខ្ពស់ហើយបូកជាមួយពពុះមីក្រូធាតុដើម្បីបង្វែរទិសដៅរបស់តរេនហ្នឹងឲ្យវាបែរមកពីការលូតលាស់ទៅជាវគ្គបន្តពូជអញ្ចឹងបងប្អូនមិនឲ្យក៏ដោយមិនឲ្យជីថ្នាំពេលការខ្ពស់ទៅវាក៏ដោយក៏វាដល់រដូវវាក៏វានៅតែបង្វែរពីការលូតលាស់មកបន្តពូជឡើងហ្នឹងប៉ុន្តែដោយសារយើងចង់ឲ្យវាចេញផ្លែផ្កាតាមបំណងអញ្ចឹងទើបយើងគ្រប់គ្រងជីថ្នាំឲ្យវាអញ្ចឹងបកមកវិញគឺនៅពេលដែលបងប្អូនចង់គៀបមានន័យថាបងប្អូនចង់បញ្ឈប់ការលូតលាស់របស់ត្រួយគឺទី1សម្រាប់ត្រួយដែលវាចេញមកបាន2ស្លឹកនៅពេលនោះបងប្អូនចាប់ផ្ដើមប្រើរូបមន្តពេលការខ្ពស់ហើយពេលការខ្ពស់អិនទូចដល់ពេលអញ្ចឹងទៅចាប់ពីពេលនោះមករហូតបងប្អូនដាក់ជីហើយបាញ់ថ្នាំហើយនៅពេលដែលស្លឹកនេះស្លឹកហ្នឹងវាចាប់ផ្ដើមលាបងប្អូនលាបាន2ស្លឹកធំហើយបងប្អូនត្រូវបាញ់គៀបម្ដងហើយបាញ់ហ្នឹងបងប្អូនអាចប្រើពពុះ5234ក៏បានឬក៏ពពុះថ្នាំជំងឺពពុះហេសាកូណាសូក៏បានដោយសារតែហេសាកូណាសូហ្នឹងវាទី1បើយើងប្រើវាចំណេញត្រង់ថាទី1វាទប់ទល់នឹងជំងឺផងហើយវាអាចជួយបង្អាក់ពពុះជីបឺលីនហ្នឹងបានមួយរយៈពេលដែរប៉ុន្តែវាមិនរហូតទេបង្អាក់ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះអាចថាកន្លះខែអញ្ចឹងទៅហើយការប្រើប្រាស់05234បងប្អូនខ្លះឆ្ងល់ថាចុះបើវាស្លឹកនៅខ្ចីអញ្ចឹងយើងប្រើទៅវាអាចឆេះអត់វាអាចឆេះបើសិនជាបងប្អូនប្រើលើសលប់ច្រើនពេកយើងមានអឹមកាហ្វេនិងដេកាហ្វេ05234យើងជាពពុះអឹមកាហ្វេអញ្ចឹងសម្រាប់អឹមកាហ្វេភាគច្រើនគឺគេណែនាំឲ្យយើងប្រើនៅខែវស្សាខែប្រាំងគឺអត់ទេដោយសារតែវាអាចទៅនឹងការឆេះស្លឹកកាលណាយើងប្រើញឹកញាប់ពេកឬក៏យើងប្រើលើសលប់ពេកអញ្ចឹងសម្រាប់ត្រួយដែលវាចេញមកមិនទាន់ចាស់ពេញលេញគឺចេញមកលក្ខណៈនៅពណ៌រាងបៃតងខ្ចីអញ្ចឹងបងប្អូនអាចគៀបឲ្យមួយជើងហើយបើកាលណាបងប្អូនបណ្ដោយឲ្យវាឡើងមកបែបនេះហើយឡើងមកវាពណ៌កម្មៅបែបនេះហើយបងប្អូនគៀបបងប្អូនប្រើប្រព័ន្ធគៀបមាន052មានអ្នកខ្លះគេប្រើពពុះមីពីខាត់ក្លូរ៉ាយបាញ់គៀបបាញ់បិទពេលខ្លះយើងបាញ់អត់ទាន់ទេសារលោកគ្រូគាត់បញ្យល់ថាជាស្រ័យបងប្អូនកន្លែងនៅពេលដែលស្លឹកវាចាប់ផ្ដើមចាស់ឡើងពេញហើយ
ដល់ពេលវាដល់អាយុពេញលេញហើយវាចាប់ផ្ដើមសន្សំពពុះជីបឺលីននៅក្នុងទូវាហ្នឹងវាត្រៀមនឹងបញ្ចេញមកទៀតហើយអញ្ចឹងមានតែយើងប្រើនៅពេលដែលវានៅស្លឹកខ្ចីមិនថាវាលាបាន2ស្លឹកហើយយើងចាប់ផ្ដើមប្រើរូបមន្តគៀបជាបដាហើយអញ្ចឹងទើបយើងអាចទប់ទល់នឹងការលូតលាស់ត្រួយបន្តនឹងបានហើយសម្រាប់ដំណាំទុរេនបើយើងអត់អាចបង្វែរទិសដៅរបស់វាបានទេវាអត់អាចចេញការផ្លែយើងបានទេវានៅតែបន្តលូតលាស់ទៅរហូតនឹងឯងអញ្ចឹងសម្រាប់បងប្អូនដែលចង់គៀបត្រួយដើម្បីគៀបឲ្យបានប្រសិទ្ធភាពបងប្អូនអាចធ្វើសាកល្បងវិធីនេះហើយនេះគឺជាអ្វីដែលយើងបានធ្វើកន្លងមកហើយនេះជាត្រួយមូសាំងខៀងបងប្អូនឃើញវាអត់មកទេវានៅត្រឹងប៉ុណ្ណឹងដោយសារតែខាងគ្រូអានចឹងនោះគាត់មានទីមួយបច្ចេកទេសទាក់ទងនឹងអាត្រួយនេះគៀបមិនឲ្យដើរហើយសម្រាប់អាត្រួយដែលវាដើរហើយនេះគឺយើងធ្វើម៉េចឲ្យវាចាស់វាលាហើយវាចាស់ហើយវាត្រួយនេះអត់ចេញតទៀតទេហើយសម្រាប់បងប្អូនដែលចង់សិក្សាបន្ថែមទាក់ទងបច្ចេកទេសផលិតផ្កាផលិតផ្លែថែផ្លែបងប្អូនអាចទាក់ទងមកខាងមហាសាលកសិកម្មបានសូមអរគុណ